បីបងប្អូនខណៈនេះខ្ញុំកំពុងតែនៅឆ្នេរកែបបាទក្នុងខេត្តកែបនៅថ្ងៃទី20ខែកក្កដាឆ្នាំ2025ឃើញថាបងប្អូនយើងមកលេងច្រើនថ្ងៃនេះថ្ងៃអាទិត្យបាទសូមអញ្ជើញមើលទៀតបាទមកច្រើនបាទច្រើនមែនទែនតែអ្វីដែលខ្ញុំជាអ្នកទេសចរក្នុងស្រុកម្នាក់សូមសំណូមពរដល់បងអភិបាលខេត្តមេត្តាសម្រួលករណីងូតទឹកស្អាតណាបាទងូតទឹក3000ហើយបាត់ជើងម្ដងតូចធំនឹង1000ជប់ទឹកអញ្ចឹងសូមសំណូមពរកុំឲ្យយកថ្លៃពេកធ្វើម៉េចដូចនៅកំពង់សោមទៅបាទដូចនៅកំពង់សោមដូចជាមិនយកលុយទេណាមែនទេអាចធ្វើអញ្ចឹងណាបងណាបងអភិបាលខេត្តកែបបាទសំណូមពរសូមខ្ញុំទេសចរក្នុងស្រុកខ្ញុំមកលេងម្ដងតែក្នុងករណីនេះខ្ញុំត្រូវដូចទេសចរផ្សេងទៀតខ្ញុំគិតថាអត់សុបាយចិត្តទេអញ្ចឹងអាចថយទៅត្រឹម500ក៏បានដែរ1000ច្រើនណាស់ណា1000ច្រើនហើយទឹក3000ក៏ច្រើនដែរបាទងូត10នាក់30000បាទហើយណាឯកឧត្តមនឹងសំណូមពរតែប៉ុណ្្នឹងទេបាទស្រួលតែអ្វីខ្ញុំឃើញថាល្អហើយចំណោទឡានអីឃើញមានយកលុយទេល្អហើយសម្រាប់ផ្លត់អីស្អាតរៀបចំបានល្អបាទសូមអរគុណ